បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសូមចូលរួមបញ្ចេញមតិយោបល់បន្តិចពាក់ព័ន្ធនឹងអត្រាពន្ធសហរដ្ឋអាមេរិកដែលទើបនឹងប្រកាសថ្មីជាមួយនឹងប្រទេសកម្ពុជាយើងក្នុងការនាំចូលដល់ទៅ49%អញ្ចឹងខ្ញុំគ្រាន់តែចង់លើកឧទាហរណ៍បន្តិចបន្តួចទេឲ្យបងប្អូនបានយល់ខ្លះករណីបើសិនជាពន្ធនឹងមានប្រសិទ្ធភាពមែនវាអាចនឹងប៉ះពាល់ដល់ការបញ្ជាទិញឬក៏អ្នកវិនិយោគដែលវិនិយោគនៅក្នុងប្រទេសកម្ពុជាហើយមួយទៀតនោះគឺប៉ះពាល់ដល់កម្មការនីយើងដែលបម្រើការឲ្យសហគ្រាសឬក៏អ្នកវិនិយោគដែលវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្ដងខ្ញុំលើកឧទាហរណ៍ចុះពាក់ព័ន្ធនឹងការនាំចេញខាវទៅសហរដ្ឋអាមេរិកដូចខ្ញុំបានបញ្ជាក់អញ្ចឹងខ្ញុំលើកឧទាហរណ៍ទេឧទាហរណ៍ថាខាវមួយយើងចំណាយថ្លៃដើមមក$70ហើយយើងលក់ទៅឲ្យសហរដ្ឋអាមេរិក$100ដែលពីមុនសហរដ្ឋអាមេរិកអត់យកពន្ធពីយើងទេអញ្ចឹងបើសិនជាយើងនាំចេញទៅលក់នៅសហរដ្ឋអាមេរិក$100យើងផាត់ចំណាយថ្លៃដើមយើងចំណេញខាវមួយបាន$30ប៉ុន្តែបើសិនជាករណីពន្ធដែលទើបប្រកាសថ្មីនេះមានប្រសិទ្ធភាពដល់ទៅ49%ទៅលើការនាំចូលទៅសហរដ្ឋអាមេរិកអញ្ចឹងប្រកាសថាខោដែលយើងធ្លាប់លក់$100ហ្នឹងយើងត្រូវលក់$149ទើបយើងអាចចំណេញបាន$30ដូចមុនអញ្ចឹងដូចបានបញ្ជាក់អញ្ចឹងវាប៉ះពាល់ទៅលើការអ្នកដែលបញ្ជាទិញពីប្រទេសកម្ពុជាយើងប៉ុន្តែភាពប៉ះពាល់ហ្នឹងមិនមែនថាធ្វើឲ្យប៉ះពាល់គេអត់មានជំរើសទៅធ្វើអីផ្សេងទេគេមានជំរើសទៅរើសការបញ្ជាទិញពីបណ្ដាប្រទេសណាដែលមានតម្លៃធូរជាងប្រទេសកម្ពុជាយើងអញ្ចឹងបានចង់បញ្ជាក់ថាផលប៉ះពាល់វានៅកន្លែងហ្នឹងព្រោះអីធ្លាប់តែទិញខោពីប្រទេសកម្ពុជាក្នុងតម្លៃ$100កម្ពុជាអាចលក់បានដោយសារអីកម្ពុជាចំណេញបាន$30ក្នុងមួយខោប៉ុន្តែដោយសារតែគោលការណ៍ថ្មីពន្ធដល់ទៅ49%កម្ពុជាតម្រូវលក់$149ទើបអាចចំណេញ$30ដូចមុនដោយសារកម្ពុជាត្រូវបង់ពន្ធជូនសហរដ្ឋអាមេរិក49%អញ្ចឹងក្នុងតម្លៃខុសមួយវាត្រូវឡើងដល់149ច្បាស់ណាស់អ្នកបញ្ជាទិញគាត់ជាមានជំរើសដោយសារអីដោយសារខោធ្លាប់តែ100ឡើងដល់149វាចង់គុណនឹង2ហើយបងប្អូនដឹងហើយវិបត្តិសេដ្ឋកិច្ចរាល់ថ្ងៃអតិផរណាអញ្ចឹងសហរដ្ឋអាមេរិកគាត់មានជំរឿរបស់គាត់មិនមែនថាអត់មានជំរឿណាគាត់អាចជាទិញនៅប្រទេសណាដែលមានតម្លៃធូរថ្លៃជាងប្រទេសកម្ពុជាយើងក៏ថាបានហើយអ្នកវិនិយោគដែលធ្លាប់វិនិយោគនៅកម្ពុជានៅពេលដែលការបញ្ជាទិញមានការធ្លាក់ចុះច្បាស់ណាស់គាត់ត្រូវកាត់បន្ថយបុគ្គលិកឧទាហរណ៍មួយទៀតចុះឧទាហរណ៍ថាក្រុមហ៊ុនផលិតខោនឹងដដែលគាត់មួយឆ្នាំគាត់នាំចេញទៅសហរដ្ឋអាមេរិក1លានខោប៉ុន្តែដោយសារតម្លៃខោឡើងថ្លៃធ្វើឲ្យការបញ្ជាទិញសហរដ្ឋអាមេរិកមានការធ្លាក់ចុះដោយសារសហរដ្ឋអាមេរិកគាត់មានជំរឿផ្សេងក្នុងការបញ្ជាទិញព្រោះអីមិនមែនថាមានកងត្រាត្រូវតែទិញខោពីប្រទេសកម្ពុជាទេទីផ្សារសេរីស្រុកអាមេរិកយើងដឹងហើយអញ្ចឹងបើសិនជាការរណីដែលធ្លាប់តែនាំចេញទៅសហរដ្ឋអាមេរិក1លានខោក្នុងមួយឆ្នាំដល់ពេលការបញ្ជាទិញសហរដ្ឋអាមេរិកមានការថយចុះនៅសល់តែ80,000ខោឬក៏60,000ខោច្បាស់ណាស់ការកាត់បន្ថយបុគ្គលិកកម្មការនេះត្រូវតែមានដោយសារអីដោយសារ
ការប្រើកម្លាំងពលករវាលើសនឹងអ្វីដែលតម្រូវការបញ្ជាទិញនេះឲ្យផលប៉ះពាល់ទៅលើកម្មការនេះយើងផ្ទាល់ហើយមួយទៀតវាអាចឈានដល់ក្រុមហ៊ុនត្រូវរើទីតាំងឬក៏ផ្លាស់ប្ដូរប្រទេសដែលខ្លួនត្រូវវិនិយោគដោយសារអីដោយសារការបញ្ជាទិញមានការធ្លាក់ចុះធម្មតាទេអ្នកវិនិយោគគាត់ត្រូវការចំណេញបើលក់ទៅមិនចំណេញគាត់ក៏មិនលក់ហើយបើសិនជាការបញ្ជាទិញចេះតែធ្លាក់ចុះទៅក៏គាត់មានតែបិទក្រុមហ៊ុនប៉ុណ្ណឹងអាហ្នឹងយើងត្រូវយល់កន្លែងហ្នឹងឲ្យច្បាស់